តាចាហៅសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូទី11នៃវីដេអូចែករំលែកតាក់ទងទៅនឹងមេរៀនបន្តពីមេរៀនមូលដ្ឋានគ្រឹះភាសាចិនអញ្ចឹងបន្ទាប់ពីយើងបានរៀនជាច្រើនវីដេអូមកហើយប្រកាសជាតនហើយអ្នកទាំងអស់គ្នាហើយវីដេអូមុនយើងរៀនតាក់ទងទៅនឹងលេខហើយយើងបានចូលសាច់រឿងលុយតិចតួចប៉ុន្តែបានឃើញបងគាត់ខមមិនឲ្យបងរៀនឲ្យចែករំលែកតាក់ទងទៅនឹងលុយអញ្ចឹងថ្ងៃហ្នឹងយើងរៀនពីលុយតែម្ដងតោះកុំឲ្យខាតពេលយូរចូលមេរៀនលុយទាំងអស់គ្នាតោះអញ្ចឹងអត់អស់បន្លាយយូរទេពាក្យថាលុយចិនគេនិយាយថាឈៀនបាទឈៀនបាទអញ្ចឹងឈៀនបកប្រែមកថាលុយអញ្ចឹងយើងមានមួយពាក្យទៀតបកប្រែមកថាលុយរៀលបាទលុយខ្មែរយើងលុយរៀលហ្នឹងចិនយើងអាចហៅបានពីររបៀបដែលរបៀបទី1យើងអានថាជៀន2បាទជៀន2លុយរៀលឬក៏មួយទៀតយើងអាចអានបានថារួយបាទរួយក៏លុយរៀលដែរបាទអញ្ចឹងដុល្លារវីដេអូមុនយើងបានរៀនរួចហើយតើតើដុល្លារប៉ុន្តែយើងអានសារថ្មីម្ដងទៀតអញ្ចឹងដុល្លារយើងអាចហៅបាន3បាទយើងអាចហៅបានថា美元បាទ美元ដុល្លារហើយមួយទៀត美金បាទ美金ហើយនឹងចុងក្រោយហ្នឹងគឺខ້ອຍបាទខ້ອຍអញ្ចឹងយើងចូលទៅមួយទៀតតកតងទៅនឹងបាទអ៊ីខ້ອຍបាទអ៊ីខ້ອຍ1ដុល្លារបាទអញ្ចឹងយើងសាកអានពីលើសារថ្មីម្ដងទៀតបាទឈៀនលុយបាទជៀន2រួយលុយរៀលបាទ美元បាទ美元美金បាទ美金បាទដុល្លារខ້อยបាទខ້อยក៏ដុល្លារដែរអ៊ីខ້อยបាទអ៊ីខ້อย1ដុល្លារតោះយើងបន្តទៀតអញ្ចឹងយើង2ដុល្លារយើងអានថា2块បាទ2块ឬមួយក៏2美元អញ្ចឹងទៅបាទអញ្ចឹងបងប្អូនដែលពេញចិត្តស្រឡាញ់ចូលចិត្តនិយមថាមួយណាដែលគិតថាខ្លួនឯងងាយស្រួលហៅមួយនឹងទៅបាទត្រូវទាំងអស់អូខេបន្តទៀតមិញយើង2块ពី2ដុល្លារអញ្ចឹង5ដុល្លារចិនយើងហៅថាម៉េចបាទ5អីគេអ៊ូមែនអត់អ៊ូ5ដល់ពេល美元ដុល្លារអញ្ចឹងអ៊ូ美元បាទ5ដុល្លារឬមួយក៏អ៊ូខ້อยបាទអ៊ូខ້อย5ដុល្លារដូចគ្នាអញ្ចឹង10ដុល្លារយើងហៅថាម៉េចបាទ10ដុល្លារ10អីគេបាទយើងរៀនលេខប្រកាសជាចេះហើយមែនអត់10គឺ10បាទ10គឺលេខ10អញ្ចឹងយើងងាយទេយើងយកលេខ10ហើយដាក់ដុល្លារពីក្រោយមកបាទ10美បាទអធិស្ឋានបាទ10美金បាទ10美金អញ្ចឹងខ្ញុំដាក់ឆ្លាស់អញ្ចឹងដើម្បីឲ្យអ្នកទាំងអស់គ្នាបានអានផងទេតាមពិតទៅយើងហៅតែមួយក៏បានដែរបាទយើងអាចហៅថា10块ក៏បានដែរ10ដុល្លារហ្នឹងបាទអញ្ចឹងបន្តទៀត30ដុល្លារបាទ30ដុល្លារយើងអានថាអីគេបាទ30លេខ30ប៉ុន្មាន30បាទ30លេខ30អញ្ចឹងគ្រាន់តែថែមដុល្លារពីក្រោយមកគឺបានន័យថា30ដុល្លារហើយបាទអញ្ចឹងអីគេ30块30ដុល្លារបាទឯទៀតបាទចុះបើយើងចង់និយាយថា600ដុល្លារអញ្ចឹងលេខថ្ងៃមុនយើងរៀន600អីគេលេខ6លាវមែនអត់លាវលេខ6ចុះខ្ទង់100បាទខ្ទង់100អីគេបាយបាទបាយអញ្ចឹងមកគូនេះលាវបាយបានន័យថា600ហើយបាទលេខ600អញ្ចឹងយើងខ្វះអីខ្វះដុល្លារមែនអត់អញ្ចឹងយើងយក600ថែបដុល្លារកតុយមកលាវបាយខ້อยអញ្ចឹង600ដុល្លារបាទអញ្ចឹងតទៀតចំណុចនេះគឺជាចំណុចមួយដែលសំខាន់ហើយមានសិស្សានុសិស្សក៏ដូចជាបងឆ្ងល់ជាច្រើនតាក់ទងទៅនឹងកុដអញ្ចឹងយើងពួកគាត់អាចនិយាយតាមនឹងបានប៉ុន្តែចុះបើចុចឧទាហរណ៍ 2.5 ដុល្លារ 10.5 ដុល្លារអីយើងហៅបែបណាបាទឥឡូវយើងបន្តតែម្ដងអញ្ចឹងចំពោះត្រង់នេះខ្ញុំលើកថា 10.5 ដុល្លារអញ្ចឹងយើងហៅថាម៉េចបាទអញ្ចឹងចុចគឺនេះបាទពាក្យត្រង់កន្លែងនេះបាទ10ចុចអធិស្ឋានបាទចុចគឺពាក្យមួយនេះគឺទៀនបាទទៀនគឺចុចអញ្ចឹងអ្នកនរគ្នាគ្រាន់តែដាក់ពាក្យថា
ចុចនឹងដោយប្រើពាក្យថាទៀននឹងមកអញ្ចឹងយើងអាចជំនួសកន្លែងចុចនេះបានហើយអញ្ចឹងអានេះ 10.5 អញ្ចឹងយើងហៅថាម៉េច $10.5 យើងហៅថា10បាទ10ហើយចុចអីគេចុចទៀនបាទទៀនដល់ពេល5អីគេបាទ5អូបាទហើយយើងដាក់ដុល្លារពីក្រោយមកខွែអញ្ចឹងរួចជាការស្រេចតោះឥឡូវយើងអានសារថ្មីម្ដងទៀត10ទៀនអូខွែបាទអញ្ចឹង$10.5ចុះ$2.5យើងហៅថាម៉េចក៏មិនខុសគ្នាទេ2អីគេបាទ2លាងមែនអត់បាទលាងទៀនអូខွែបាទត្រូវអត់បើសិនជាយើងទៅសេ$2.5នោះណាឧទាហរណ៍ទៅ$2.5អញ្ចឹងយើងដាក់អីគេ2លាងចុចទៀន5អូដុល្លារខွែឬក៏美金ឬក៏美元បាទអញ្ចឹងយើងហៅបានដោយវិធីហ្នឹងតោះឥឡូវយើងមកតចំណុចបន្តទៀតជាមួយខ្ញុំទាំងអស់គ្នាតទៅទៅនឹង$6.3ដែលយើងហៅប្រចាំថ្ងៃថា6.3សេន6.3សេននោះណាអញ្ចឹង6អីគេលាវមែនអត់លាវលេខ6ដល់ពេលចុចអីគេទៀនបាទទៀនចុចហើយគេលេខ3សានបាទសានហើយអីគេដុល្លារបាទ美金ឬមួយក៏ខွែឬមួយក៏美元យើងដាក់មួយណាក៏បានដែរអញ្ចឹងយើងបញ្ចូលគ្នាទាំងអស់មកយើងអានថាលាវទៀនសាន美金បាទអញ្ចឹងក៏បានដែរបាទសូមអានម្ដងទៀតបាទលាវទៀនសាន美金អញ្ចឹង$6.3អញ្ចឹងឬមួយក៏យើងអានបានមួយយ៉ាងទៀតបាទលាវទៀនសានខွែបាទលាវទៀនសានខွែអញ្ចឹងក៏$6.3ដូចគ្នាដែរអញ្ចឹងអត់មានអីលំបាកទេអ្នកទាំងអស់គ្នាគ្រាន់តែឆ្លាស់ទីតាំងនៃលេខហ្នឹងទៅនឹងចំនួនបរិមាណលុយឬមួយក៏បរិមាណលេខដែលអ្នកទាំងអស់គ្នាចង់ដាក់ទៅជាការស្រេចហើយបាទអញ្ចឹងឥឡូវយើងចប់ពីដុល្លារយើងចូលដល់ខ្មែរបន្តិចដោយសារតែក្តារខៀនជើងវាតូចដល់ពេលអញ្ចឹងខ្ញុំបានដាក់ឧទាហរណ៍ឲ្យបានតែ2ទេបាទអញ្ចឹងក្នុងនោះយើងមាន500រៀលបាទ500រៀលយើងហៅថាយ៉ាងណាបាទអញ្ចឹងមុននឹងទៅដល់ហៅយ៉ាងណាយើងត្រូវដឹងពីលេខសិនមែនអត់បាទ500លេខយើងហៅថាដូចម្ដេចបាទលេខ5អីគេ5អូបាទដល់ពេលខ្ទង់100អីគេបាយបាទបាយអញ្ចឹង500គឺអូបាយបាទសុំម្ដងទៀតបាទអូបាយបាទអញ្ចឹង500ដល់ពេលគេបាទលុយរៀលបាទអីគេជាន2ឬមួយក៏បាទreal បាទអញ្ចឹងក្នុងនេះខ្ញុំដាក់ជាន2អញ្ចឹងយើងអានម្ដងទៀតទាំងអស់គ្នាបាទអូបាយជាន2បាទអូបាយជាន2បាទអញ្ចឹង500រៀលចុះឧទាហរណ៍ថា3000រៀលវិញ3000រៀលយើងអានយ៉ាងដូចម្ដេចតោះឥឡូវ3000អីគេ3000បាទលេខ3សានចុះខ្ទង់ពាន់អីគេឈៀនបាទឈៀនអានសលេងទី1បាទឈៀនស្មើអញ្ចឹងបាទអញ្ចឹងសានឈៀន3000បាទដល់ពេលអីគេរូបិយប័ណ្ណលុយរៀលយើងរៀលគឺជាន2បាទអញ្ចឹងសានឈៀន2បាទអញ្ចឹង3000រៀលអូខេអញ្ចឹងក្នុងនឹងផងដែរtrongវីដេអូខ្ញុំមានជាកូន clear ប្រយោគខ្លីមួយដែលអាចផ្សារភ្ជាប់ទៅនឹងតាក់ទងទៅនឹងលុយទាំងអស់ហ្នឹងដែលអ្នកទាំងអស់គ្នាអាចហាត់រៀននិយាយរៀនថាបានអញ្ចឹងណាតាក់ទងទៅនឹងតើតម្លៃប៉ុន្មានអញ្ចឹងចិនយើងនិយាយថា多少钱បាទ多少钱បាទ多少钱បាទអញ្ចឹងតើតម្លៃប៉ុន្មានអញ្ចឹងយើងអាចសួរគេថា这是多少钱បាទមួយនេះគឺតម្លៃប៉ុន្មានបាទ那个多少钱អញ្ចឹងទៅឬមួយក៏អានេះតម្លៃប៉ុន្មានអានោះតម្លៃប៉ុន្មានអញ្ចឹងយើងអាចសួរគេថា多少钱គឺតម្លៃប៉ុន្មានអញ្ចឹងយើងអាចឆ្លើយ2ខុយអញ្ចឹងទៅបាទ$2អញ្ចឹងទៅបាទអញ្ចឹងវីដេអូយើងក៏បានមកដល់ទីបញ្ចប់ហើយអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់អញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាចង់បានស្លឹកមេរៀននេះបងប្អូនអាច search នៅក្នុងរបាយ search នៃ Telegram វាយពាក្យបែបនេះទៅបាទ TikTok
slash ខាងក្រោមហើយវាពាក្យថាបុនថងខាងអញ្ចឹងមកអញ្ចឹងអ្នកនរគ្នានឹងមានឃើញក្រុមមួយខ្ញុំបង្កើតនៅក្នុងហ្នឹងសម្រាប់មូលដ្ឋានគ្រឹះសិក្សាមេរៀនមូលដ្ឋានគ្រឹះភាសាចិនអ្នកនរគ្នាអាចចូលទៅទាញយកគ្រាន់កត់អញ្ចឹងទៅណាព្រោះអីខ្ញុំទៅសេបដាពយល់បដាអីអញ្ចឹងទៅអាចបាំងប្របាកនឹងកត់អញ្ចឹងចុងក្រោយអត់មានអីច្រើនទេអរគុណច្រើនជួបគ្នាជាមួយខ្ញុំបាទវីដេអូក្រោយបាយបាយចៃជៀន